ភាពខុសគ្នារវាងពាក្យក្រឡេកក្រឡិចចាត់ក្បាលស៊ីក្បាលឆ្អឹងកន្ទុយស៊ីកន្ទុយនិងពាក្យថាបត់បែនតាមកាលៈទេសៈមានមនុស្សជាច្រើនតែងតែយកពាក្យខាងលើប្រដូចគ្នាហើយគិតថាវាដូចតែគ្នាដោយគិតថាអ្នកបត់បែនតាមកាលៈទេសៈជាមនុស្សខូចតែបើតាមពិតពាក្យពីរខាងលើគឺខុសគ្នាស្រឡះតែម្ដងភាពក្រឡេកក្រឡិចគឺបង្ហាញពីភាពមិនស្មោះត្រង់ដែលយើងតែងតែប្រើយ៉ាងពេញនិយមក្នុងពេលបច្ចុប្បន្នឆ្អឹកក្បាលស៊ីក្បាលឆ្អឹងកន្ទុយស៊ីកន្ទុយគឺស៊ីខ្សែលើគេគេកំឡំញើសឈាមគេបោកប្រាស់គេទោះបីដឹងថាគេឈឺចាប់ឬរងទុក្ខក៏មិនខ្វល់សំខាន់គឺខ្លួនបានប្រយោជន៍ឬបពពួកខ្លួនបានប្រយោជន៍ដោយមិនខ្វល់ពីកិច្ចសន្យាពាក្យសន្យាពាក្យសច្ចៈនិងក្រមសីលធម៌ដែលដូចពាក្យថ្មីដែលគេចាប់ផ្ដើមប្រើយ៉ាងពេញទំហឹងដែរគឺស៊ីបានចេះតែស៊ីទៅនិងតនមានអីស៊ីចេះតែបិទភ្នែកស៊ីទៅកុំខ្វល់ច្រើនប្រយ័ត្នគ្រោះថ្នាក់គ្មានអាណាជួយទេឬគេឲ្យស៊ីអរគុណគេទៅកុំខ្វះច្រើនពេកមិនមែនរឿងយើងទេនឹងឯងហើយបច្ចុប្បន្នតើមានច្រើនឬទេមនុស្សប្រភេទបែបនេះចំណែកឯពាក្យថាបត់បែនតាមកាលៈទេសៈវិញជាការស្ទង់មើលស្ថានភាពស្ថានភាពខ្លួនក្រុមខ្លួនអង្គភាពខ្លួននិងសង្គមទាំងមូលថាគួរចូលរួមដោះស្រាយឬដើរផ្លូវណានៅពេលនេះហើយអនាគតគួរបន្តដើរយ៉ាងណាទៀតដើម្បីឲ្យដល់គោលដៅទាំងអស់គ្នាប្រកបដោយក្តីសុខសុវត្ថិភាពសន្តិភាពនិងនិរន្តរភាពហើយទុកជាគុណតម្លៃសម្រាប់មនុស្សជំនាន់ក្រោយបន្តកិច្ចការសំខាន់នេះជាចុងក្រោយខ្ញុំយល់ឃើញថាយើងមិនគួរច្របាច់ពាក្យពីរខាងលើបញ្ចូលគ្នាហើយសន្មត់នៃតែមួយនោះទេព្រោះវាខុសគ្នាឆ្ងាយណាស់សង្ឃឹមថាយើងទាំងអស់គ្នានឹងយល់ប្រតិបត្តិយ៉ាងប្រពៃយើងត្រូវតែធ្វើជាចំណែកនៃដំណោះស្រាយប្រសើរជាងធ្វើចំណែកនៃបញ្ហា